សត្វខ្លែងស្រៈជាសត្វមួយប្រភេទដែលមានវត្តមាននៅប្រទេសកម្ពុជាវាចូលចិត្តរស់នៅក្បែរភូមិស្រុកប្រជាជននិងត្រូវបានគេជឿថាវាជាសត្វចង្រៃឧត្បាតជាប្រផ្នូលមិនល្អដូចជានាំឲ្យមានមនុស្សស្លាប់នៅក្នុងភូមិមូលហេតុនេះព្រោះខ្លែងស្រៈចូលចិត្តបញ្ចេញសំឡេងជួនពេលដែលមានមនុស្សឈឺធ្ងន់ដោយសារតែសំឡេងដ៏ក្រលួចរបស់វាដូច្នេះហើយពេលដែលគេឮខ្លែងស្រៈយំម្ដងចាស់ក្នុងភូមិតែងតែនាំគ្នាជេរប្រតិចដាក់ទំនាយវាយប៉ោតវាយឆ្នាំងឲ្យវាហើរចេញឬសម្លាប់វាចោលតែម្ដងដោយឡែកតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្របានឲ្យដឹងថាមូលហេតុដែលខ្លែងស្រៈយំគឺមានមូលហេតុ3ចំណុចទី1វាស្រែកដើម្បីកកប្រកាសថាកន្លែងដែលវារស់នៅជាទឹកដីរបស់វាទី2វាយំដើម្បីប្រកោប្រកាសរកដៃគូស្នេហារបស់វាដែលមានមโนសញ្ចេតនាក្តីស្រឡាញ់មិនខុសពីមនុស្សយើងឡើយទី3គ្រាន់តែជាការច្រៀងលេងកម្សាន្តរបស់វាបែបធម្មជាតិរបស់សត្វអ្នកសិក្សាស្រាវជ្រាវអំពីសត្វស្លាបនិងសត្វព្រៃរបស់កម្ពុជាបានឲ្យដឹងទៀតថាតាមពិតសត្វខ្លែងស្រៈគឺជាសត្វដ៏កំពូលស្លូតហើយថែមទាំងផ្ដល់ប្រយោជន៍ដើម្បីកម្ចាត់សត្វចង្រៃដូចជាកណ្ដុរទៀតផងសត្វស្លាបនេះចូលចិត្តឆាបកណ្ដុរធ្វើជាអាហាររបស់វាណាស់ហើយកណ្ដុរនេះហើយដែលជាមេចង្រៃកាត់ស្រូវកាត់ដំណាំរបស់ប្រជាពលរដ្ឋសត្វខ្លែងស្រៈវាចូលចិត្តរស់នៅជាមួយមនុស្សហើយវាមានទម្លាប់ស្រែកលេងតាមបែបធម្មជាតិរបស់វាជារៀងរាល់ថ្ងៃមិនថាមានមនុស្សឈឺឬមនុស្សមិនឈឺឡើយពេលដែលវាយំគឺជួនស្រស់ពេលនឹងមនុស្សយើងឈឺគឺជាការចៃដន្យប៉ុណ្ណោះហើយវាក៏មិនមានជះឥទ្ធិពលអ្វីដល់សេចក្តីស្លាប់របស់មនុស្សយើងឡើយទោះបីជាប្រជាជនខ្មែរមួយចំនួនមានការផាត់ភ័យចំពោះសត្វខ្លែងស្រៈក៏អ្នកវិទ្យាសាស្ត្រនៅតែមិនទាន់បញ្ជាក់ថាសត្វប្រភេទនេះបានបង្កគ្រោះថ្នាក់ដល់មនុស្សយើងឡើយគ្រាន់តែដឹងថាសត្វប្រភេទនេះបានជួយដល់មនុស្សយើងទៅវិញទេសត្វខ្លែងស្រៈមានប្រយោជន៍ដល់អ្នកស្រែចម្ការជាច្រើនគឺនៅពេលយប់សត្វខ្លែងស្រៈតែងតែចេញចាប់កណ្ដុរដែលចេញមកស៊ីស្រូវឬដំណាំបន្លែរបស់អ្នកស្រុកខ្លែងស្រៈជាសត្វស្លាបកំសត់ជាងគេទោះមានប្រយោជន៍សម្រាប់មនុស្សក្តីតែបែរជាត្រូវបានគេស្អប់ខ្ពើមអ្នកខ្លះក៏ជេរអ្នកខ្លះក៏ឃើញហើយដេញគប់បើយោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថាសត្វខ្លែងស្រៈនេះមួយគ្រួសាររបស់វាអាចចាប់ចំណីប្រមាណជាង1300ក្បាលក្នុងមួយឆ្នាំយើងដឹងហើយថាកណ្ដុរជាសត្វដ៏ចង្រៃបំផ្លាញដំណាំកសិកម្មនិងជាភ្នាក់ងារចម្លងជំងឺដូចនេះចំពោះបងប្អូនប្រជាជនខ្មែរដែលមានជំនឿការខ្លាចរអាសត្វខ្លែងស្រៈគួរតែបញ្ចប់ឈប់បន្លាចគ្នាអំពីសេចក្តីភ័យខ្លាចចំពោះសត្វប្រភេទនេះព្រោះបើមានការភិតភ័យខ្លាចនឹងបង្កឲ្យមានការកើតជំងឺផ្លូវចិត្តមកដល់ពេលបច្ចុប្បន្ននេះគេកត់សម្គាល់ឃើញថាសត្វប្រភេទនេះស្ទើរតែបានក្លាយទៅជាសត្វដ៏កម្រនៅក្នុងប្រទេសកម្ពុជាយើងទៅហើយទៅថ្ងៃអនាគតប្រហែលជាអាចនឹងឈានដល់ការបាត់បង់ទៀតផងតើមានគ្រួសារណាដែលមិនអាចមានមនុស្សស្លាប់ទេឬដល់តែមានសត្វខ្លែងស្រៈយំទើបមានមនុស្សស្លាប់សូមមេត្តាបងប្អូនប្រជាជនខ្មែរឈប់មានការយល់ច្រឡំទៅតាមជំនឿនិយាយតគ្នាដែលអាចធ្វើឲ្យមានកម្មពីវេរាជាមួយសត្វដោយការប្រមាថជីវិតសត្វដ៏ស្លូតប្រាថ្នាត្រឹមមានអាហារចិញ្ចឹមជីវិតតែប៉ុណ្ណោះជាចុងក្រោយនេះសូមជូនពរពុកម៉ែបងប្អូនទទួលបាននូវសុភមង្គលនិងសេចក្តីសុខប្រសិនបងប្អូនចង់ចែករំលែកនៅរឿងរ៉ាវអំពីអមនុស្សផ្សេងដែលបងប្អូនធ្លាប់បានជួបប្រទះតាមរយៈខ្ញុំបាទបងប្អូនអាចទំនាក់ទំនងតាមរយៈ Telegram ដែលមាននៅក្នុងវីដេអូបានសូមអរគុណសូមជួយចុច Like Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីសូមអរគុណ